ជំរាបសួរនិងសួស្តីបងថ្ងៃនេះឲ្យបងមកមើលការដាក់ដៃលេខអត្រាដៃលេខឡានមានតែមួយទេតែអត្រានេះបងដាក់ម្ដង3តែម្ដងដាក់2ហើយហើយនៅសល់មួយទៀតដៃលេខផិនគាត់នេះគឺឆ្នៃឯបងមានន័យគាត់អត្រារបស់គាត់ហ្នឹងកន្លែងហ្នឹងគឺមានប្រហោងស្រាប់អញ្ចឹងខាងខ្ញុំដាក់ឲ្យគឺត្រូវការខាងគាត់មានប្រហោងស្រាប់អញ្ចឹងយើងប្រើប្រឡងមួយគ្រាប់នៅចោមកដាលហើយបន្ទាប់មកដាក់គ្រាប់ស្លុងហ្មងតាមធម្មតាពេលយើងទិញដៃលេខច្បាស់ជាមានគ្រាប់ស្លុងគេ free ឲ្យយើង2គ្រាប់នៅក្នុងហ្នឹងហើយអាហ្នឹងខ្ញុំចេះតែហៅគ្រាប់ស្លុងអញ្ចឹងបងតែមែនតើក៏ខ្ញុំមិនដឹងថាគេហៅឲ្យគេដែរតាមម្នាក់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីគាត់ដាក់ប្រឡងហើយនឹងគ្រាប់ស្លុងចូលគ្នាហើយគាត់រុំស្កុតទឹកជៀសវាងពេលយើងកាច់ដៃលេខទៅវាលមួលចុះលមួលឡើងបងអញ្ចឹងប្រភេទដៃលេខគុជអស់នេះបងដាក់ឡានអីក៏បានដាក់អត្រាដាក់អីក៏បានដែរអញ្ចឹងទៅលើការឆ្នៃរបស់បងទេគាត់ដាក់3ដើមនេះប្រវែងអត់ដូចគ្នាបងគាត់ដាក់វាមានវែងមានខ្លីបន្ទាប់ពីដាក់ដៃលេខហើយគាត់ដាក់ស្រោមចង្កូតឲ្យល្អមួយទៀតបងហើយស្រោមចង្កូតហ្នឹងក៏យើងអត់ដឹងຂະຫນាតដែរបងគឺយើងយក1ឡូទេអាលើកទី1នេះអាឡុងដាក់ហើយវានៅអាឡុងតិចហ្នឹងបងអញ្ចឹងយើងក៏ធ្វើការដោះឡើងវិញហើយយកលេខតូចជាងហ្នឹងដើម្បី1ឡូម្ដងទៀតហើយបានដាក់ចុងក្រោយនេះគឺត្រូវតែម្ដងស្រោមចង្កូតពេលដែលត្រូវទំហំពេលដាក់ទៅគឺវាហាប់ណែនល្អបងពេលដែលយើងអំបិលទៅគឺស្រោមចង្កូតហ្នឹងវាអត់អាឡុងទេវាអត់វិលតាមដៃយើងទេនេះពេលគាត់ដាក់ហើយមិនដែរបងឲ្យបានបន្ទុដែរបើសិនជាបងអត់ដឹងຂະຫນាតអីគឺបងអាចបើកមកដាក់នៅហាងអញ្ចឹងស្រួលបងអាហ្នឹងយើងអាចលោបានណាតែបើសិនជាបងណាដែលនៅឆ្ងាយនោះត្រាតែវាស់ຂະຫນាតអរគុណ